បងប្អូនគិតទៅពួកអាចោសៀមឆ្លៀនពៀននេះធ្វើសពគ្រប់បែបយ៉ាងតែម្ដងបងប្អូននេះគេហែណាធ្វើណាប្រាសាទតំនធំនឹងជារបស់គេណានៃអនាគតទៅឯងបានត្រឹមតែមហែបានមកត្រឹមធ្វើគ្រូងឆ្អឹងហ្នឹងហើយតាមពិតអាគាត់ទៅវាជារបស់ខ្មែរវានៅតែជារបស់ខ្មែរនឹងពួកឯងមានសង្ឃឹមបានទេមើលបងប្អូនវាធ្វើណាហែប្រាសាទតំនធំណាមានក៏ភ្លើងមានអីគិតទៅអាសណ្ដានចោលចេញមកចោលហ្មងណាអស់សាច់ហ្មងនិយាយថាពីធ្វើសពគ្រប់បែបយ៉ាងទាំងអស់ទាំងមូលមិនក៏ចង់បានរបស់គេទ្របគេមិនឆ្ងល់ណាស៊ូតនឯងយកទៅគ្រប់គ្រងបានអត់នោះមិនមែនជារបស់ពិតវាមិនមែនជារបស់ឯងហ្នឹងផ្ដាំទៅអាពួកស៊ីមួយចំនួនហ្នឹងកុំប្រសពឈួតពេករបស់ខ្មែរទេចង់សួរទៅពួកឯងថាគំនិតពួកឯងនឹងដឹងទៅចង់បានដឹងទៅចង់បានរបស់គេមែនអត់ចេះនៅប្រឹងផងដឹងទៅចង់បានទោះបីដឹងថាមិនមែនរបស់ឯងហើយហ្នឹងនៅតែចង់បានធ្វើគ្រប់រូបភាពឆ្លៀនពៀនមកគ្រប់រូបភាពបែបយ៉ាងហ្នឹងធ្វើຕົកបុកបណ្ដេញមកដល់ខ្មែរមិនដែលឲ្យខ្មែរស្រាក់ស្រាននេះដឹងទៅពីការចង់បានរបស់ពួកឯងហ្នឹងហើយដឹងអត់មិនមែនជារបស់ឯងយកទៅគ្រប់គ្រងបានទេទៅយកលេខប្រទេសអស់ហើយហើយយកលេខពួកអាសៀមអញដែលចេញវីដេអូជេរពួកអាសៀមនេះប្រទេសអីครับតែពេលនេះវាគោះហេតុពេកចរចាបត់ឈប់បាញ់ឲ្យមានបត់ឈប់បាញ់ឲ្យពួកឯងនៅតែបំពេញអញ្ចឹងសរុបសេចក្តីមកវិញណានិយាយជាមួយពួកអាចោសៀមអស់ឯងនេះចរចាដូចអត់ចរចាទេនិយាយបាត់ដៃខ្នងដៃសណ្ដានចោលគឺទៅទុកចិត្តមិនបានទេអញ្ចឹងឯងកុំសង្ឃឹមថាឯងមកចង់មកយកប្រាសាទចង់មកយកឆ្លៀនពៀនដីខ្មែរបានដូចងាយឃើញប្រទេសតូចមែនប៉ិតអាក្អូនប៉ុន្តែតូចខ្លឹមអាក្អូនតូចរឹងណាដែកណាអាក្អូនខ្មែរពួកអ្នកចម្បាំងឯកំឡោសោះថ្ងៃផ្ដាំឯងហើយឯងណាគំនិតឆ្លៀនពៀនរបស់ឯងនឹងតិចទៀតប្រទេសឯងលាយបាត់ហើយហើយដឹងអត់ចោលជុះជួយដីធរនេះស្រោបវាអត់ទឹកចំនួនទៅទៀតលេខសល់ហើយប្រទេសឯងហើយកុំសង្ឃឹមឯងទៅតែបំពេញទៅតែឆ្លៀនពៀនកម្ពុជាទនកម្មធម្មជាតិទៅតែមានលើប្រទេសឯងពួកឯងយកដីខ្មែរបង្កើតប្រទេសបានប៉ុណ្ណឹងហើយនៅតែពួកឯងមិនព្រមនៅពួកឯងចង់បានប្រទេសគេទាំងមូលតែម្ដងយកទៅគ្រប់គ្រងមែនបន្តិចទៀតដល់វេលាដែលឡើងទៅរលាយហើយទឹកដីនេះទឹកដីសខោតីនេះគឺជាទឹកដីអតីតកាលគឺទឹកដីរបស់ខ្មែរអញ្ចឹងដល់ដំណាក់កាលវាទៅរលាយវារលាយហើយឯងមិនខំប្រឹងឆ្លៀនពៀនគេទេណាបន្តិចទៀតទីក្រុងបាងកកឯងនៅក្រោមបាតសមុទ្រហើយប្រាសាទតាមធំนะครับនេះของប្រទេសឡោខ្លះទៅឃើញលោកវិសលកោះខ្លះគាត់រស់នៅណាពួកអាចោអត់ត្រូវដឹងកាន់ពុទ្ធសាសនាដែរប៉ុន្តែគ្មានគោរពអីបន្តិចឆ្លៀនពៀនគេរហូត